ហើយអ្វីលក់អនឡាញត្រូវតែប្រើប្រព័ន្ធ iSkill Biz ទី1ព្រោះបាត់បង់អតិថិជនចាស់ដោយមិនដឹងខ្លួនមានអតិថិជនធ្លាប់ឆាតមកកាន់ page របស់យើងជារៀងរាល់ថ្ងៃធ្វើឲ្យអតិថិជនចូលមកកាន់ inbox ច្រើនឡើងតែយើងមិនដែលផ្ញើសាររំលឹកពួកគាត់ម្ដងទៀតឡើយនេះជាមូលហេតុធ្វើឲ្យបាត់បង់អតិថិជនជារៀងរហូតហើយអតិថិជនចាស់របស់យើងបានត្រឡប់ទៅទិញអ្នកដទៃជំនួសវិញទី2ប៊ូតទៅកាន់អតិថិជនចាស់ទាំងថ្លៃនិងមិនសូវបានលទ្ធផលការដែលប៊ូតទៅកាន់អតិថិជនចាស់ឃើញហើយឃើញទៀតឃើញដដែលនោះវាពិតជាចំណាយច្រើនខ្លាំងណាស់ព្រោះប៊ូតស៊ីថ្លៃមិនត្រឹមតែប៉ុណ្ណឹងប៊ូតហើយមិនចំគោលដៅថែមទៀតក៏មានទី3អតិថិជនធ្លាប់ឆាតមកតែមិនទាន់ទិញបងប្អូនធ្លាប់អត់នៅពេលដែលអតិថិជនសួរតម្លៃបងប្អូនក៏ប្រាប់តម្លៃបន្ទាប់មកអតិថិជនម្នាក់នោះក៏លែងតបជាមួយយើងតទៅទៀតសំណួរសួរថាបើអតិថិជនម្នាក់នោះគ្មានតម្រូវការតើគាត់ឆាតមករកយើងឬក៏អត់ច្បាស់ណាស់ថាពិតជាមានតម្រូវការអ្វីម្យ៉ាងចង់ឲ្យយើងជួយគ្រាន់តែថាគាត់មិនទាន់មានតម្រូវការចាំបាច់ខ្លាំងនៅពេលនេះតែបើយើងតាមដានគាត់ដោយការផ្ញើសារទៅកាន់គាត់ជាបន្តបន្ទាប់ដល់ពេលដែលគាត់មានតម្រូវការខ្លាំងតើគាត់នឹងសម្រេចចិត្តត្រឡប់មកទិញយើងវិញឬក៏អត់ទី4គូប្រកួតប្រជែងរបស់បងប្អូនគឺប្រើប្រព័ន្ធនេះហើយចុះបងប្អូនវិញសម្រាប់ចិត្តប្រើនៅពេលណាពិភពលោកបច្ចុប្បន្នមានការផ្លាស់ប្ដូរលឿនណាស់បើយើងត្អូញត្អែថាលក់មិនដាច់ដូចមុនមានន័យថាយើងនឹងហើយដែលមិនព្រមផ្លាស់ប្ដូរទៅតាមការប្រែប្រួលរបស់សម័យកាល AI ដូចពេលបច្ចុប្បន្ននេះបើអ្នកណាជ្រើសរើសប្រព័ន្ធនៅក្នុងការជំនួយការលក់គឺស្មើនឹងអ្នកនឹងឆ្លាតនៅក្នុងការធ្វើជំនួញហើយអាជីវកម្មរបស់គាត់ក៏មិនខ្លាចនៅក្នុងការប្រកួតប្រជែងដែរទី5 Facebook Page ហាក់បីដូចជាហាងទំនើបដូច្នេះហើយត្រូវតែប្រើប្រព័ន្ធនៅក្នុងការជួយគ្រប់គ្រងអ្នកអាចជាវិនិយោគទៅលើ Page របស់អ្នកជាច្រើនមិនថាចំណាយទៅលើការធ្វើវីដេអូលើការ boost កម្លាំងពេលវេលាតែបណ្ដោយឲ្យ Page របស់ខ្លួនឯងដូចនារីពេញក្រមុំតែមិនចេះតែងខ្លួនឬមាន Page តែគ្មានប្រព័ន្ធនៅក្នុងការជួយគ្រប់គ្រងនិងជួយបិទការលក់ហាក់បីដូចជាបើកហាងតែគ្មានបុគ្គលិកចាំជួយផ្ដល់សេវាកម្មល្អឲ្យភ្ញៀវថ្ងៃនេះគូប្រកួតប្រជែងរបស់អ្នកបានជ្រើសរើសប្រើ iSkill Biz ហើយចុះអ្នកវិញនៅតែបន្តបាត់បង់អតិថិជនចាស់ដែលមិនអាចហៅត្រឡប់មកវិញបែបនេះតទៅទៀតឬយ៉ាងណាបើចង់ដឹងថាតើ iSkill Biz ជួយអ្នកឲ្យលក់ដាច់បានយ៉ាងដូចម្តេចសូមចុចនៅខាងក្រោមនេះ